លោកជំទាវពុំច័ន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានអញ្ជើញទទួលជួបសវនកម្មនិងទទួលអំណោយថវិកាចំនួន$50,000អាមេរិកពីក្រុមហ៊ុន Cambodian Transmission Limited ដឹកនាំដោយ Miss Israela Mohamed Isa Chief Operating Officer Renewable Energy និងសហការីដែលជំនួបនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាបើតាមការឲ្យដឹងពីលោកជំទាវ ហ៊ួនច័ន្ទបូរ៉ានាយិកានាយកដ្ឋានទំនាក់ទំនងនៅក្នុងជំនួបនេះតំណាងក្រុមហ៊ុន Cambodian Transmission Limited ដែលមាន Miss Israela Mohamed Isa ដែលបានជម្រាបជូនអំពីប្រតិបត្តិការរបស់ក្រុមហ៊ុនគឺជាប្រតិបត្តិការចែកចាយបណ្ដាញអគ្គិសនីកកើតឡើងវិញដែលមានទីតាំងនៅខេត្តកំពង់ចាមខេត្តព្រះសីហនុខេត្តក្រចេះហើយឆ្នាំនេះកម្ពុជាមានបញ្ហាចំនួននៅតាមព្រំដែនដែលធ្វើឲ្យមានប្រជាជនភៀសសឹកជាច្រើនពាន់នាក់ជាពិសេសនៅខេត្តព្រះវិហារសប្តាហ៍ថ្ងៃនេះនៅមានច្រើននៅឡើយនៅតាមមណ្ឌលភៀសសឹកដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយកត្តាមួយចំនួនរួមមានបញ្ហាគ្រាប់មីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសារធាតុពុលជាដើមនេះជាលើកទី16ហើយដែលក្រុមហ៊ុនបានឧបត្ថម្ភមកកាកបាទក្រហមកម្ពុជាដែលឆ្នាំនេះមានលក្ខណៈពិសេសមួយត្រង់ក្រុមហ៊ុនបានឧបត្ថម្ភថវិកា$50,000សម្រាប់ជួយដល់ជនភៀសសឹកលោកជំទាវ ពុំច័ន្ទទីនីអគ្គលេខាធិការបានអរគុណចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តកិច្ចសហប្រតិបត្តិការនេះជាយូរអង្វែងតទៅទៀតជាមួយនឹងកាកបាទក្រហមកម្ពុជាលោកជំទាវបានជម្រាបជូនអំពីសកម្មភាពជាច្រើនរបស់កាកបាទក្រហមកម្ពុជាតាក់ទងកាកបាទក្រហមកម្ពុជាមានសាខាគ្រប់រាជធានីខេត្តទាំងអស់មានអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាមានសកម្មភាពជាច្រើនដូចជាការចោះអប់រំអំពីមីនការងារស្ដារទំនាក់ទំនងគ្រួសារជាពិសេសកាកបាទក្រហមកម្ពុជានៅក្នុងនាមសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានយកចិត្តទុកដាក់ពីសុខទុក្ខនិងការបញ្ជូនសារដំណឹងទៅដល់គ្រួសារកាកបាទក្រហមជូនដល់គ្រួសារយុទ្ធជនទាំង18រូបផងដែរលោកជំទាវបានសំណូមពរទៅដល់ក្រុមហ៊ុនធ្វើការងារពាក់ព័ន្ធទៅលើការងារអប់រំសុខភាពអនាម័យបរិស្ថានតាមរយៈការសហការជាមួយនឹងបណ្ដាសាខាខេត្តគោលដៅមួយចំនួនតាមដែលអាចធ្វើទៅបាន